ចាជាដំបូងនេះខ្ញុំសូមជម្រាបសួរលោកគ្រូនេះខ្ញុំឈ្មោះខេណាវីថ្ងៃនេះនាងខ្ញុំនឹងសង្ខេបតាក់ទងជាមួយនឹងមេរៀនបលុំតាក់សូណូមីការរៀបចំនិងបង្កើតតេស្តចាអញ្ចឹងនៅក្នុងមេរៀននេះផងដែរគឺមានវត្ថុបំណងបន្ទាប់ពីសិក្សាមេរៀននេះចប់យើងពិពណ៌នាបានអំពីគុណសម្បត្តិនិងគុណវិបត្តិនៃការប្រើប្រាស់ប្រភេទសំណួរទម្រង់បិទនិងទម្រង់បើកមួយវិញទៀតអនុវត្តការរៀបចំនិងបង្កើតសំណួរតាមកម្រិតបលូមបង្កើតសំណួរទម្រង់បិទនិងទម្រង់បើកក្នុងការវិនិច្ឆ័យតម្លៃតាមលទ្ធផលសិក្សារំពឹងទុកមួយវិញទៀតតកតងជាមួយនឹងសារល្បងបង្កើតតេស្តស្តង់ដាដោយពិចារណាលើភាពជឿជាក់និងសុពលភាពនៃសមាសភាពចំនួនចាឥឡូវយើងចូលចំណុចទី1តកតងជាមួយនឹងគោលការណ៍ការបង្កើតសំណួរតាមទ្រឹស្ដីបលូមតាក់សូណូមីចាចឹងតកតងជាមួយនឹងគេសួរថាតើយើងប្រើបលុំតាក់សូណូមីហ្នឹងដើម្បីអ្វីចាចឹងតកតងជាមួយនឹងការបលុំតាក់សូណូមីនេះគឺទី1ហ្នឹងគឺដើម្បីរៀបចំកម្មវិធីសិក្សាទី2ដើម្បីសរសេរនិងកំណត់វត្ថុបំណងមេរៀនមួយវិញទៀតដើម្បីរកឲ្យឃើញតកតងជាមួយនឹងនៅបំណិនដោយគេហៅថារៀនពីស្រួលទៅលំបាកមួយវិញទៀតដើម្បីគេហៅថាបន្ស៊ីវត្ថុបំណងហ្នឹងទៅវិធីសាស្ត្របង្រៀនក៏ដូចជានៅស្តង់ដារវាតម្លៃដើម្បីឲ្យមានប្រសិទ្ធភាពចាទី1ទៀតដើម្បីដាក់បញ្ចូលចំណេះដឹងដែលសិស្សត្រូវរៀននិងដំណើរការនៃការគិតឲ្យបានត្រឹមត្រូវហើយមួយវិញទៀតដើម្បីសម្រួលការសួរសំណួរផងដែរចាតោះអញ្ចឹងយើងដឹងហើយតកតងជាមួយនឹងកម្រិតរបស់បលុំតាក់សូណូមីចាអញ្ចឹងកម្រិតគេហៅថាកម្រិតពុទ្ធិបលុំតាក់សូណូមីហ្នឹងគឺមាន6កម្រិតចាអញ្ចឹងទី1តកតងជាមួយនឹងកម្រិតចងចាំទី2កម្រិតយល់ទី3កម្រិតអនុវត្តទី4កម្រិតវិភាគទី5កម្រិតវិតម្លៃនិងទី6គឺកម្រិតបង្កើតថ្មីចាចឹងឥឡូវនេះយើងទៅលំអិតតកតងជាមួយនឹងកម្រិតនីមួយចាចឹងគេថាកម្រិតសំណួរទាំង6ដែលលំនាំនៃការយល់ដឹងចឹងតកតងជាមួយនឹងចំណុចនេះផងដែរគឺកម្រិតសំណួរចឹងមានន័យថាកម្រិតទី1កម្រិតចងចាំហ្នឹងគឺរំលឹកឡើងវិញនៅចំណេះដឹងដែលបានរៀនជាលំនឹងរយៈពេលវែងចាចឹងស្គាល់ឡើងវិញនិងបង្កើតឡើងវិញហើយបើវិទៀតតកតងជាមួយនឹងយល់ដឹងចាគឺបង្កើតឡើងវិញនៅព័ត៌មានដែលគ្រូបានរៀនក៏ដូចរួមមានសំណួរផ្ទាល់មាត់ឬក៏សរសេរអីផងដែរចាមួយវិញទៀតតកតងជាមួយនឹងកម្រិតអនុវត្តយើងអនុវត្តឬប្រតិកម្មតាមទ្រឹស្ដីដែលបានដែលសរសេរហ្នឹងចាមួយវិញទៀតតកតងជាមួយនឹងកម្រិតវិភាគគឺបំបែកព័ត៌មានទៅផ្នែកតូចៗហើយកំណត់ថាតើផ្នែកណាមានទំនាក់ទំនងជាមួយគ្នាចាមួយវិញទៀតតកតងជាមួយនឹងកម្រិតវិតម្លៃហ្នឹងគឺធ្វើការវិនិច្ឆ័យដោយផ្អែកលើលក្ខណៈវិនិច្ឆ័យនិងស្តង់ដារអញ្ចឹងឧទាហរណ៍ត្រួតពិនិត្យឬក៏ការរិះគន់អីជាដើមចាអញ្ចឹងទី6នោះគឺកម្រិតបង្កើតថ្មីផ្សំធាតុផ្សេងបញ្ចូលគ្នាដើម្បីបង្កើតជាសម្ព័ន្ធភាពឬក៏មុខងារទាំងមូលឬក៏ផ្ដុំធាតុផ្សេងឡើងវិញឲ្យជាលំនាំថ្មីមួយទៀតចាចឹងតកតងជាមួយនេះផងដែរគឺចាយើងចូលចំណុចទី2គឺប្រភេទសំណួរតាមកម្រិតបលូមចាអញ្ចឹងយើងដឹងហើយប្រភេទសំណួរហ្នឹងមាន2ទម្រង់ទី1គឺទម្រង់បើកទី2គឺទម្រង់បិទចាអញ្ចឹងខ្ញុំសូមមកចំណុចតកតងជាមួយនឹងសំណួរទម្រង់បិទជាមុនសិនចាអញ្ចឹងសំណួរទម្រង់បិទនេះជាសំណួរទាំងឡាយណាដែលចម្លើយរបស់សំណួរនោះត្រូវបានផ្ដល់ឲ្យរួចជាស្រេចហើយតម្រូវឲ្យអ្នកឆ្លើយធ្វើការជ្រើសរើសគូបកងបំពេញឬក៏ភ្ជាប់ចម្លើយទាំងនោះឬក៏ភ្ជាប់ចម្លើយទាំងនោះឧទាហរណ៍ថាសំណួរទម្រង់បិទហ្នឹងអាចជាសំណួរពហុជ្រើសរើសសំណួរត្រេកខសំណួរគូបកងនិងសំណួរបំពេញចន្លោះជាដើមចាមួយវិញទៀតតកតងជាមួយនឹងសំណួរទម្រង់បើកជាគេហៅថាជាសំណួរដែលតម្រូវឲ្យអ្នកឆ្លើយសំណួរហ្នឹងផ្ដល់ចម្លើយទាំងស្រុងមិនថាតាមរយៈការនិយាយផ្ទាល់មាត់ឬក៏ការសរសេរអីផ្សេងទេចា
ចាអញ្ចឹងមួយវិញទៀតតកតងជាមួយនឹងគេហៅថាចំណុចទី3គឺការអនុវត្តការបង្កើតសំណួរតាមកម្រិតពលំចាអញ្ចឹងយើងដឹងហើយសំណួរតាមកម្រិតពលំណាថាតើវាមានកិរិយាសព្ទអីខ្លះដែលយើងអាចប្រើនៅក្នុងកម្រិតនីមួយៗចាអញ្ចឹងតកតងជាមួយនឹងចងចាំចាអញ្ចឹងយើងមានកិរិយាសព្ទណាដែលយើងសម្គាល់ចាទី1មើលស្ដាប់កត់ត្រាសូត្រទន្ទិញរំលឹកប្រាប់ឬក៏អានឡើងវិញអីជាដើមចាមួយវិញទៀតតកតងជាមួយនឹងការយល់ដឹងនេះយល់ដឹងគឺមានសួរមានបកស្រាយមានបង្ហាញមានបញ្ចូលមានពិភាក្សាអីជាដើមចាអញ្ចឹងមួយវិញទៀតតកតងជាមួយនឹងអនុវត្តចាមានស្រាយមានកណនីមានគេហៅថាជ្រើសរើសពិសោធន៍ប៉ាន់ស្មានឬក៏ប្រើប្រាស់ឬក៏បញ្ជាក់អីផ្សេងចាហើយមួយវិញទៀតតកតងជាមួយនឹងវាតម្លៃចាផ្ដល់យោបល់គេហៅថាបែងចែកមួយវិញទៀតចាសំទោសគឺមួយវិភាគសិនចាវិភាគគឺមានថាប្រៀបធៀបបែងចែកវិភាគលម្អិតឬក៏ដាក់ចំណាត់ថ្នាក់អីជាដើមចាមួយវិញទៀតតកតងជាមួយនឹងវាតម្លៃចាគឺផ្ដល់គេហៅថាផ្ដល់យោបល់សម្រាប់ចិត្តឬក៏រិះគន់ឬក៏ដាក់ពិន្ទុអីជាដើមចាមួយវិញទៀតកម្រិតបង្កើតថ្មីគឺគេហៅថារចនាឬក៏ផលិតរៀបគម្រោងរៀបរៀងឬក៏បង្កើតចាឥឡូវនេះយើងចូលចំណុចមួយទៀតតកតងជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិនៃការបង្កើតសំណួរទម្រង់បិទចាអញ្ចឹងតកតងជាមួយនឹងប្រភេទសំណួរខ្ញុំសូមជ្រើសរើសតែប្រភេទសំណួរគឺគេហៅថាប្រភេទសំណួរគេហៅថាប្រភេទសំណួរត្រូវខុសចាអញ្ចឹងប្រភេទសំណួរត្រូវខុសនេះគេហៅគុណសម្បត្តិចាគុណសម្បត្តិហ្នឹងវាថាងាយសរសេរហើយងាយដាក់ពិន្ទុទៀតដល់ពេលគុណវិបត្តិវិញអត្រាទូទាយគេហៅថាខ្ពស់ចាអញ្ចឹងអត្រាទូទាយខ្ពស់ដល់ទៅចាសំទោសចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរគឺចាអញ្ចឹងមានថាគុណសម្បត្តិរបស់វាគឺអត្រាទូទាយហ្នឹងវាខ្ពស់ចាហើយមួយវិញទៀតតកតងជាមួយនឹងគុណសម្បត្តិនិងសំណួរទម្រង់នេះបាត់ផងដែរចាចាសំទោសចាអញ្ចឹងគេហៅថាគុណមិញខ្ញុំនិយាយតាក់ទងជាមួយនឹងគុណសម្បត្តិចាគុណសម្បត្តិនិងគុណវិបត្តិសំណួរទម្រង់បិទចាអញ្ចឹងសំណួរទម្រង់បិទនេះដែរមានត្រូវខុសមានគូក៏មានពហុជ្រើសរើសឬក៏សំណួរពេញចន្លោះអីចឹងទៅចាអញ្ចឹងឥឡូវនេះយើងមកនិយាយតាក់ទងជាមួយនឹងគុណសម្បត្តិនិងគុណវិបត្តិនៃសំណួរទម្រង់បាកម្ដងចាអញ្ចឹងសំណួរទម្រង់បាជាប្រភេទសំណួរដែលតម្រូវឲ្យយើងឬក៏សិស្សហ្នឹងសរសេរចម្លើយដោយជាគំនិតផ្ទាល់ខ្លួនដើម្បីឆ្លើយទៅនឹងបញ្ហាដែលគេបានចោទឡើងហើយមួយវិញទៀតចម្លើយហ្នឹងអាចខ្លីឬវែងអាស្រ័យទៅលើទំហំនៃបញ្ហាឬក៏សមត្ថភាពឆ្លើយរបស់សិស្សម្នាក់ៗផងដែរចាអញ្ចឹងតាក់ទងជាមួយនេះសំណួរនេះផងដែរគឺចាសំណួរគេហៅថាសំណួរសរសេរទម្រង់ខ្លីហើយនិងសំណួរសរសេរទម្រង់វែងចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរខ្ញុំសូមលើកឡើងតកតងជាមួយនឹងប្រភេទសំណួរសរសេរទម្រង់ខ្លីចាអញ្ចឹងប្រភេទសំណួរសរសេរទម្រង់ខ្លីគុណសម្បត្តិវិញមានថាល្អសម្រាប់ការវិតម្លៃចំណេះដឹងជាក់ស្ដែងគ្មានការទុះទាយចម្លើយហើយតកតងជាមួយនឹងគុណវិបត្តិវិញมันសមស្របនឹងការវាស់វែងលើការសិក្សាបែបត្រេះរិះពិចារណាទេចាស់មួយវិញទៀតតកតងជាមួយនឹងសរសេរទម្រង់សរសេរចាសំទោសសំណួរសរសេរទម្រង់វែងចាតកតងជាមួយនឹងគុណសម្បត្តិវិញជាមធ្យោបាយសម្រាប់វិតម្លៃបំណងកម្រិតខ្ពស់ជំរុញការគិតនិងការច្នៃប្រឌិតនិងការត្រេះរិះពិចារណាហើយមួយវិញទៀតតកតងជាមួយនឹងគុណវិបត្តិវិញវាថាការកែចម្លើយនោះទៅចំណាយពេលវេលានិងមានតម្លៃខ្ពស់ចាចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរចាឥឡូវយើងចូលចំណុចទី6គឺការអនុវត្តការរៀបចំនិងបង្កើតតេស្តស្តង់ដារចាអញ្ចឹងមានរហូតដល់6ដំណាក់កាលចាអញ្ចឹងដំណាក់កាលទី1គឺគេហៅថាតារាងកំណត់គម្រោងលម្អិតតេស្តដំណាក់កាលទី2
ការបង្កើតសំណួរតេស្តដំណាក់កាលទី3អនុវត្តការធ្វើតេស្តក្នុងថ្នាក់រៀនដំណាក់កាលទី4ការធ្វើអត្រាកំណែនិងការសំណួរទម្រង់បើកគេហៅថាទី5គឺវិភាគតិនគេថាភាគចាសំទោសវិភាគលទ្ធផលតេស្តទី6កំណត់ចំណុចខ្លាំងចំណុចខ្វះខាតបន្ទាប់មករៀបចំផែនការបង្រៀនដើម្បីធ្វើឲ្យលទ្ធផលសិក្សារបស់សិស្សកាន់តែប្រសើរឡើងចាចាអញ្ចឹងតកតងជាមួយនឹងចំណុចនេះផងដែរចាអញ្ចឹងខ្ញុំសូមលើកតកតងជាមួយនឹងចំណុចសំខាន់ក្នុងការគម្រោងលំអិតតេស្តចាអញ្ចឹងយើងមានមុខវិជ្ជារងឬក៏ខ្លឹមសាររងចម្ពោះឬក៏មេរៀនលទ្ធផលសិក្សាធម្មតាឬក៏ស្តង់ដារទម្រង់សំណួរកម្រិតពុទ្ធិរបស់លទ្ធផលសិក្សាកម្រិតលំបាករបស់សំណួរបន្ទុកខ្ពស់បំផុតសម្រាប់សំណួរនីមួយៗរយៈពេលការធ្វើសំណួរលេខកសំណួរឬក៏លេខរៀងចាសំទោសលេខរៀងសំណួរផងដែរចាអញ្ចឹងតកតងជាមួយនឹងមេរៀនបលូមតាក់សូណូមីនេះគឺមានតែប៉ុណ្ណឹងចាសូមអរគុណលោកគ្រូ